ការអានវាពិតជាមានសារៈសំខាន់ដែលយើងត្រូវយល់ដឹងនិងសិក្សារៀនសូត្រពីអ្វីដែលថ្មីជាសួរសុខអ្នកទាំងអស់គ្នាខ្ញុំឈ្មោះដានីជាយុវជនស្ម័គ្រចិត្តនៅសិភៅមួយសហគមន៍មួយដែលហៅកាត់ថា OBOC ដែលខ្ញុំមានតួនាទីជា Team Leader សម្រាប់ Project Walk Street ចំពោះមូលហេតុដែលខ្ញុំចូលរួមស្ម័គ្រចិត្តនៅ OBOC ដែលតែខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់និងចូលចិត្តការអានហើយគិតថាការអានវាពិតជាមានសារៈសំខាន់ដែលយើងត្រូវយល់ដឹងនិងសិក្សារៀនសូត្រពីអ្វីដែលថ្មីការចូលរួមស្ម័គ្រចិត្តនេះក៏ជាឱកាសមួយអាចឲ្យខ្ញុំចូលរួមក្នុងការលើកកម្ពស់ការអានសៀវភៅនៅក្នុងសហគមន៍ក៏ដូចជាទទួលបានបទពិសោធន៍ថ្មីៗជាមួយនឹងមនុស្សនៅជុំវិញខ្លួនចំពោះបញ្ហាដែលជួបប្រទះក្នុងអំឡុងពេលស្ម័គ្រចិត្តគឺទី1ទាក់ទងនឹងការបែងចែកពេលវេលាដោយសារតែខ្ញុំជាប់ធ្វើការបដារៀនបដាដូច្នេះហើយខ្ញុំអាចនឹងអត់ទៅមានពេលវេលាគ្រប់គ្រាន់ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែឆ្លៀតមកធ្វើដោយសារតែគិតថាការងារស្ម័គ្រចិត្តនេះវាពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំក្នុងការអភិវឌ្ឍក៏ដូចជាពង្រឹងជំនាញទំនាក់ទំនងរបស់ខ្លួននិងទី2ទាក់ទងនឹងការដោះស្រាយបញ្ហាភ្លាមៗដោយសារតែយើងមានបច្ចេកមួយដែលដៃអានសៀវភៅដែលឥតគិតថ្លៃនៅ Walk Street ដូច្នេះហើយយើងក៏មានជួបឧបសគ្គដូចជានៅពេលដែលមានភ្លៀងធ្លាក់ដែលធ្វើឲ្យយើងអត់អាចដាក់សៀវភៅបានដូច្នេះហើយយើងក៏ត្រូវធ្វើការបត់បែនតាមស្ថានភាពជាក់ស្ដែងចំពោះអត្ថប្រយោជន៍ដែលខ្ញុំទទួលបានពីការស្ម័គ្រចិត្តគឺទី1ទទួលបានបទពិសោធន៍ថ្មីជាមួយនឹងការងារថ្មីដែលខ្ញុំអត់ធ្លាប់ធ្វើពីមុនសោះហើយឥឡូវខ្ញុំអាចរៀនសូត្របានច្រើនជាងមុននិងទី2ទាក់ទងនឹងការអភិវឌ្ឍជំនាញទំនាក់ទំនងការដោះស្រាយបញ្ហាផ្សេងៗនិងការធ្វើការងារជាក្រុមការរំពឹងទុកគឺការអភិវឌ្ឍខ្លួនដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលអត់សូវចូលចិត្តចេញក្រៅហើយក៏អត់សូវចូលចិត្តនិយាយបានដែរប៉ុន្តែឥឡូវខ្ញុំក៏អាចមានភាពក្លាហានជាងមុនហ៊ាននិយាយជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួននិងទី2គឺអាចដោះស្រាយបញ្ហាផ្សេងៗនិងទី3គឺមានទំនួលខុសត្រូវជាចុងក្រោយខ្ញុំពិតជាលើកទឹកចិត្តទៅកាន់អ្នកទាំងអស់គ្នាឲ្យចូលរួមធ្វើការងារស្ម័គ្រចិត្តពីព្រោះការងារស្ម័គ្រចិត្តវាពិតជាមានអត្ថប្រយោជន៍ជាច្រើនដែលអាចឲ្យយើងស្គាល់ខ្លួនឯងបានច្បាស់ជាងមុនអាចមានភាពអត់ធន់នឹងការលំបាកផ្សេងៗនិងអាចរៀនសូត្រពីមនុស្សនៅជុំវិញខ្លួនបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សដែលយើងអត់ដែលស្គាល់ពីមុនដូច្នេះសូមកុំស្ទាក់ស្ទើរចូលរួមការងារស្ម័គ្រចិត្តជាមួយនឹងពួកយើងឥឡូវនេះ